យកឈាមពីកន្លែងផ្សេងដើម្បីយកទៅចិញ្ចឹមកន្លែងនោះតាមរយៈផ្លូវបាទទេសចរជាតិអន្តរជាតិធ្វើដំណើរបង្កើតនៅលទ្ធភាពក្នុងការផ្សព្វផ្សាយបន្ថែមទេសចរជាតិច្រើនទីខ្ញុំនិយាយមិនតិចទេបាទហើយបើសិនជាមានអីផ្ទុះដូចនៅសៀមរាបហ្នឹងគឺថាណែនតបងមិនផ្ទុះក៏បែកផ្ទុះតាម Facebook រឿងល្អល្អផ្សព្វផ្សាយពីកន្លែងបាទព្រែកកាពីស្អីនេះខ្ញុំដូចព្រែកកាពីហ្នឹងឯងដែលក្រូចថ្លុងល្បីជាងគេណាកោះត្រង់ច្រឡំកោះត្រង់ខ្ញុំចង់សាកមើលប្រហែលអ្នកក្រៅពីអ្នកក៏ចេះដឹងថាឆ្ងាញ់ប៉ុន្តែវាចំពេលកន្លែងខ្លះវាទឹកច្រើនពេកវាស្កកទៅប៉ុន្តែកន្លែងភាគច្រើនគេរួយនឹងកលានក៏ចេះក៏មិនធម្មតាដែរបាទអញ្ចឹងបានន័យថាផលិតផលសក្តានុពលក្នុងខេត្តមួយមានបាទទីតាំងប្រវត្តិសាស្ត្រស្អីទៅប៉ុន្តែអ្វីដែលសំខាន់លទ្ធភាពទៅដល់បាទព្រោះបើលទ្ធភាពមិនទៅដល់ធ្វើដំណើរពិបាកសំបីតអ្នកខេត្តខ្លួនឯងក៏មិនចង់ទៅផងពេលខ្លះពិបាកតម្រាំតអ្នកមកពីព្រំពេញមកពីអីទៅហួសមកហួសទៅតាមផ្លូវជាតិអញ្ចឹងបានយើងធ្វើមិនត្រឹមតែផ្លូវជាតិទេផ្លូវខេត្តផ្លូវជាតិនាំសរសៃគេថាសរសៃឈាមមេមកប៉ុន្តែដល់កន្លែងហ្នឹងត្រូវពង្រឹងផ្លូវខេត្តផ្លូវឃុំផ្លូវជនបទដើម្បីរុញការបែកខ្ញែកចូលអញ្ចឹងការកសាងជួសជុលផ្លូវ98វា4គីឡូនេះមិនធម្មតាហើយវិញក៏បងប្អូនប្រជាពលរដ្ឋអាចឃើញរួចទៅហើយទុំមួយធម្មពេជ្ជៈចោះមកទីវិញឃើញស្ពានពេកប្រសពដែលត្រូវសម្ពោធទៅកែក្រោយនេះក៏ជាសរសៃឈាមធំបន្ថែមទៀតជាប់ខាងកើតនិងខាងលិចទន្លេបាទហើយតទៅដល់កំពង់ចាមតទៅដល់ផ្លូវជាតិលេខ 71C ប្លង់ទៅដល់កំពង់ធំបាទតាមផ្លូវជាតិលេខ 6ហើយផ្លូវជាតិលេខ 7មិញក៏យើងនឹងធ្វើបន្តថែមទៀតដើម្បីតភ្ជាប់ទៅព្រំដែនឡាវអញ្ចឹងតំបន់សេដ្ឋកិច្ចនឹងតភ្ជាប់នឹងកាន់តែរស់រវើកឧស្សាហកម្មកសិឧស្សាហកម្មនៅក្នុងតំបន់ទិសឦសានដែលយើងនិយាយក្រោយពីចប់សង្គ្រាមនយោបាយឈ្នះសម្ដេចតេជោចប់សង្គ្រាមតំបន់ទិសឦសាននេះជាពិសេសនោះខេត្តរតនគិរីមណ្ឌលគិរីស្ទឹងត្រែងក៏ចេះអាចនៅគៀកបាទកំពង់ចាមកាបុនឥឡូវយើងត្បូងឃ្មុំបាទប៉ុន្តែក៏ផ្នែកខ្លះនៃកចេះក៏ឆ្ងាយដែរការធ្វើដំណើរការពង្រីកឧស្សាហកម្មពិបាកដែរកាលពី20ឆ្នាំជាងមុនហើយមិនមែនសម័យថាកចេះជាខេត្តដែលមានសក្តានុពលឧស្សាហកម្មដូចរាល់ថ្ងៃយើងមានរោងចក្រចំនួនបើតែថ្ងៃក្រោយក៏អាចព្រោះវាជិតនៅព្រំដែនវៀតណាមហើយពេលដែលផ្លូវជាតិលេខ7ទៅហើយគឺមិនបាច់រុញទៅក្រោមតាមផ្លូវទឹកផ្លូវអីទេជាងការរុញឡើងទៅលើតាមផ្លូវយើងនឹងតភ្ជាប់តាមឡាវឡើងទៅលើតែម្ដងចឹងហើយបានជាសក្តានុពលទាំងអស់នេះគឺជាការបង្កើតឲ្យក្នុងនោះភស្តុភារហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មនេះគឺជាអាទិភាពធំបាទដែលបង្កើតនៅតម្លៃបន្ថែមការធ្វើផ្លូវមួយខ្សែអស់44លានបងប្អូនថាថ្លៃលានថ្លៃបាទសួរថាហេតុអីបានជាផលប៉ុណ្ណាបើធ្វើផ្លូវ BOT អានឹងគេដឹងបងធ្វើអស់ប្រមាណមួយឆ្នាំគេយកចំណូលប្រមាណតែផ្លូវនេះផ្លូវអត់មានយកលុយពីប្រជាពលរដ្ឋទេប៉ុន្តែផលដែលបានមកវិញគឺច្រើនផលដែលមិនអាចបង្កើតបានបើយើងវាស់ទៅថាថ្លៃជិះឡានធ្លាប់ពីនេះទៅដល់ព្រែកទៅដល់ថាព្រែកកាពីអស់ប្រមាណរយៈពេលប្រមាណយើងអាចវាស់បានប៉ុន្តែនោះអាស្អីដែលបង្កើតបន្ថែមសក្តានុពលដែលបង្កើតទាញគេមកបន្ថែមនោះយើងវាស់អត់បានទេសំណួរសួរថាបើអត់វាមានអត់សកម្មភាពទាំងអស់នោះមិនប្រកបតែមានទេហើយបើមានវាតើប្រមាណដែលអាចទាញបង្កើតបន្ថែមទៀតបានបាទនៅតម្រូវការទីហោតារោងចក្រមួយមកបង្កើតផលិតអញ្ចឹងគាត់ត្រូវការកសិផលបើសិនជាកសិឧស្សាហកម្មត្រូវការកសិផល
អញ្ចឹងរុញកន្លែងដែលធ្លាប់មិនធ្លាប់ដាប់ដុះដំណាំហ្នឹងទៅជាកន្លែងហ្នឹងកែច្នៃអីផ្សេងទីទៀតយើងធ្វើកំពង់ផែពហុបំណងនៅកញ្ចេះព្រោះកញ្ចេះនៅក្នុងខេត្តទាំង4ហ្នឹងគឺយើងគិតមើលគឺខេត្តដែលមានសក្តានុពលច្រើនអញ្ចឹងមិនមែនខាងស្ទឹងត្រែងរតនគិរីមណ្ឌលគិរីកុំចំណែនគេយើងក៏មានសក្តានុពលរបស់យើងដែរយើងសក្តានុពលតំបន់ភ្នំតំបន់មានទុនធានធម្មជាតិមួយចំនួនកញ្ចេះតំបន់រៀបច្រើនមានផ្ទៃដីអាចធ្វើឧស្សាហកម្មច្រើនតែប្រតិកលាគ្នាកន្លែងខ្លះអាចផ្គុំគ្នារឿងទេសចរអីផ្សេងអញ្ចឹងគឺសិតតែសក្តានុពលដែលអាចធ្វើបាន